វាស្រួលខ្លួនអ្នកគ្រូនឹងសួរតែបងប្អូនសិស្សតាមសិស្សទាំងអស់គ្នាខ្ញុំបានឈ្មោះធីរវុឌ្ឍឯកទេសខាងដីវិទ្យាខាងដែលថ្ងៃនេះខ្ញុំនឹងធ្វើបទបង្ហាញទៅលើមេរៀនគំរូមួយគឺការចម្រោះទឹកស្អាតតាមរង្វាន់ CAO ទឹកស្អាតគឺជាធនធានដ៏សំខាន់បំផុតសម្រាប់ជីវិតនិងសុខភាពរបស់មនុស្សគ្រប់រូបទោះបីជាយ៉ាងណានៅតំបន់ជាច្រើននៅលើពិភពលោកការទទួលបានទឹកស្អាតគឺនៅមានបញ្ហាប្រឈមនៅឡើយការច្រោះទឹកគឺជាវិធីសាស្ត្រដ៏សាមញ្ញមួយក្នុងការសម្អាតទឹកកខ្វក់និងធ្វើឲ្យវាមានសុវត្ថិភាពក្នុងការប្រើប្រាស់ក្នុងនោះដែរគោលបំណងនៃមេរៀនគឺដើម្បីស្រាវជ្រាវពីប្រសិទ្ធភាពនៃឧបករណ៍ច្រោះទឹកយ៉ាងសាមញ្ញមួយក្នុងការសម្អាតទឹកកខ្វក់តើអ្នកទាំងអស់គ្នាគិតថាឧបករណ៍សាមញ្ញនេះអាចចម្រោះទឹកកខ្វក់បានដែរឬទេដើម្បីគ្រប់គ្រងអំណាចខាងលើយើងទាំងអស់គ្នាទៅធ្វើការពិសោធន៍ទាំងអស់គ្នាក្នុងនោះដែរសម្ភារៈមានដូចជាធ្យូងកន្ត្រៃបន្ទាត់វែងកែវក្រិតថ្មគ្រួសខ្សាច់ដបទឹកទឹកកខ្វក់និងសំឡីដើម្បីកុំឲ្យខាតពេលយូរយើងទៅធ្វើការពិសោធន៍ទាំងអស់គ្នាជាដំបូងយើងធ្វើការកាត់ដប1លីត្រខ្លះដោយដបខាងលើនេះគឺកាត់25សង់ទីម៉ែត្រនិងដបតម្រនេះគឺកាត់18សង់ទីម៉ែត្រហើយយើងធ្វើការញាត់សលៃទៅលើវាចំនួន5សង់ទីម៉ែត្រយើងធ្វើការញាត់សំឡីនៃដបទាំង3ហ្នឹងគឺចំណោះ5សង់ទីម៉ែត្របន្ទាប់ពីដាក់សំឡីហើយគឺយើងធ្វើការដាក់ខ្សាច់ចំនួន5សង់ទីម៉ែត្របន្តទៀតចូលទៅក្នុងដបធ្យូង5សង់ទីម៉ែត្រដូចគ្នាសរុបមកគឺដបទី1គឺយើងធ្វើការដាក់3ស្រទាប់ដាក់សលៃ1ស្រទាប់ខ្សាច់1ស្រទាប់និងធ្យូង1ស្រទាប់គួរដបទី2វិញបន្ទាប់ពីការដាក់សំឡីហើយគឺយើងធ្វើការដាក់គ្រាប់គ្រួសចំនួន5សង់ទីម៉ែត្រដូចគ្នាបន្ទាប់មកគឺយើងធ្វើការដាក់ធ្យូង5សង់ទីម៉ែត្រដូចគ្នាចូលទៅក្នុងដបសរុបមកវិញគឺដបទី2នេះគឺយើងដាក់3ស្រទាប់ដូចគ្នាដោយសំឡី1ស្រទាប់ថ្មគ្រួស1ស្រទាប់និងធ្យូង1ស្រទាប់ចំពោះដបទី3វិញបន្ទាប់ពីការដាក់សំឡីហើយគឺយើងត្រូវការដាក់ខ្សាច់5សង់ទីម៉ែត្រដូចគ្នាបន្ទាប់មកគឺយើងធ្វើការដាក់ធ្យូងចំណោះ5សង់ទីម៉ែត្រដូចគ្នាចាក់ចូលទៅក្នុងដបបន្ទាប់មកគឺយើងធ្វើការដាក់គ្រួសចំណោះ5សង់ទីម៉ែត្រដូចគ្នាចូលទៅក្នុងដបសរុបមកវិញគឺដបទាំង3នេះគឺការដាក់ស្រទាប់ហ្នឹងគឺខុសគ្នាគឺដបទី1គឺមាន3ស្រទាប់សម្លៃខ្សាច់និងធ្យូងចំណែកឯដបទី2គឺ3ស្រទាប់ដូចគ្នាគឺសម្លៃគ្រួសថ្មនិងធ្យូងចំណែកឯដបទី3គឺដាក់4ស្រទាប់សម្លៃខ្សាច់ធ្យូងនិងគ្រួសថ្មបន្ទាប់មកគឺយើងធ្វើការចាក់ទឹកចំណោះ500មីលីលីត្រទៅក្នុងដបនីមួយៗចំនួនទាំង3នៅដូចគ្នាយើងធ្វើការចាក់ទឹកហើយរយៈពេលតាមការច្រោះចុះតបពីការធ្វើចាក់ទឹកទៅលើដបទាំង3នេះហើយគឺយើងធ្វើការសង្កេតវារយៈពេល20នាទីដោយយើងមើលឃើញថាដបទាំង3ហ្នឹងគឺមានការច្រោះទឹកដូចគ្នាបន្ទាប់ពីទុករយៈពេល20នាទីរួចមកយើងឃើញថាដបទាំង3នេះគឺមានសភាពទឹកខុសៗគ្នាដោយដបទី1មានលក្ខណៈល្អក់ល្មមហើយដបទី2នេះគឺល្អក់ខ្លាំងនិងដបទី3មានកម្រិតភាពថ្លាខ្លាំងដោយសារតែដបទី1ហ្នឹងគឺយើងប្រើ3ស្រទាប់នេះហើយដបទី2មាន3ស្រទាប់ដូចគ្នាប៉ុន្តែយើងបានប្រើខ្សាច់ទេហើយដបទី3គឺយើងប្រើ4ស្រទាប់តែម្ដង
តាមរយៈការពិសោធន៍នេះយើងឃើញថាដបទី3នេះគឺមានកម្រិតខ្លាជាងដូច្នេះយើងអាចទាញសន្និដ្ឋានបានថាឧបករណ៍ឆ្នៃទឹកដ៏សាមញ្ញមួយដោយប្រើលក្ខណៈរូបនេះគឺធ្វើឲ្យទឹកមានសភាពខ្លាពិតមែនប៉ុន្តែដោយអ្នកទាំងអស់គ្នាបានសង្កេតឃើញហើយថានៅក្នុងដំណើរការពិសោធន៍នេះសភាពទឹកដែលយើងទទួលបានវាអាស្រ័យទៅលើការរៀបចំសម្ភារៈពិសោធន៍ដូចនេះការពិសោធន៍នេះក៏បានដល់ទីបញ្ចប់ផងដែរខ្ញុំក៏មានសំណួរសម្រាប់សួរអ្នកទាំងអស់គ្នាដើម្បីស្រាវជ្រាវបន្តផងដែរមួយគឺតើទឹកដែលអ្នកទាំងអស់គ្នាបានពិសោធន៍នេះតើអ្នកទាំងអស់គ្នាគិតថាមានសុវត្ថិភាពសម្រាប់ការបរិភោគដែរឬទេហេតុអ្វីពីរតើអ្នកទាំងអស់គ្នាអាចកែច្នៃឧបករណ៍ចម្រោះទឹកនេះបានដោយរបៀបណាហេតុអ្វីសូមអ្នកទាំងអស់គ្នាគិតនិងស្វែងរកចម្លើយដូចនេះដំណើរការពិសោធន៍របស់ខ្ញុំក៏បានឈានដល់ទីបញ្ចប់ផងដែរសូមអរគុណសូមជម្រាបលា